បាទដំបូងមកគឺមានលៀបមានជ័យតែម្ដងចាមានជាការអត់សុកនៅក្នុងហារតីស្រស់ស្រីក៏យាងទៅទិញសាឡុងមួយឈុតអូយដឹងនិយាយពីអីនេះនេះមក unboxing ជាមួយនឹងឈុតសាឡុងមើលចាលេងសង្សារពេលអូចអូឡើងក៏ជាប់ចិត្តជាមួយនឹងព្រះហារតីជាមួយនឹងសាឡុងឈុតចាពេកអាណាចាចាលក់គ្រឿងសង្ហារឹមចាឃើញហើយក៏ជាប់ចិត្តហើយចាក៏ឡើងទៅកក់លុយភ្លាមពួកអីកន្លែងយើងហ្នឹងក៏មិនទាន់រៀបចំហើយចឹងទៅពីរៀបចំហើយចាកន្លែងលើទៅរៀប store ថ្មីចឹងហើយក៏យកលុយទៅកក់ហើយចាថ្ងៃនេះគឺថ្ងៃលៀបថ្ងៃជ័យថ្ងៃសេរីសួស្ដីចាយកស្រស់ស្រីចូលមកក្នុងគេហដ្ឋានដាក់មកអូយស្អាតពេញចិត្តតែម្ដងចានិយាយទៅកន្លែងគ្រឿងសង្ហារឹមចាអាណាចាគ្រឿងសង្ហារឹមនេះគឺថាដាក់មកអែហ្មងពេញចិត្តស្ដោកហ្មងបានតូចអីបងប្អូនណាចា6ម៉ែនចាដាក់អស់ចាធំគ្រាន់ដែរបញ្ចប់ពីតំណឹងមកចាជៀបចំស្លងហើយនេះចាពីអ្នកបងខ្ញុំចាមករៀបរាប់ផ្លែឈើដើមគ្រីស្មាស់នេះនិយាយទៅគឺអត់មានលបែងចាតនេទេចាចូលចិត្តណាស់លបែងកតុកកតាក្មេងលេងនេះចាធ្វើអីកុំឲ្យតែខ្លួនឯងតនេពេកចាប់ដើមហ្នឹងបងខ្ញុំតណាបាត់គឺខ្ញុំឡើងមករៀបខ្លួនឯងចានិយាយទៅវីដេអូនេះមិនតិចម៉ោងណាបងប្អូនយកមកកាត់ដូចជាប្រហែលនាទីនេះអូយដល់កនេះហើយបងឆ្លៃខ្ញុំអត់ដឹងថាខ្ញុំដាក់កាមេរ៉ាថតចាដល់ពេលហ្នឹងគាត់ដើរមកមុខកាមេរ៉ាអត់ទាន់ដឹងទេដល់ពេលអញ្ចឹងបាំងកាមេរ៉ាអូអង្គហត់ទៅជួយសិនហើយបងខ្ញុំនេះអត់ដឹងថាមកពីណាទេចាអាវអត់មានពាក់ទេការងារលោកបងខ្ញុំហ្នឹងមិនងាយពាក់អាវតែម្ដងចាមើលអាវគេចូលនឹងកកហើយមករៀបរាប់ថាអាវហ្នឹងគឺឡើងឯងទៀតចាសំទោសអាវថ្មីកកមិនពាក់ទេគាត់ថាពាក់អាវថ្មីទៅបាក់ធ្វើការអញ្ចឹងពាក់អាវអត់ថ្មីអញ្ចឹងឲ្យស្រួលធ្វើការព្រោះបែកញើសមកអញ្ចឹងទៅវាជោគក៏អាវអញ្ចឹងចាតម្រាំនឹងចរចាជាមួយនឹងបងខ្ញុំត្រូវចាឲ្យគាត់ទៅឡើងទៅខ្ញុំឲ្យគាត់20000រៀលចាអូចិត្តផងចតងផងតម្រាំបាន20000រៀលនេះស៊ីលុយឆ្ងាញ់ទេហើយរាប់ម៉ោងបងប្អូនឃើញអញ្ចឹងឯខាលឿនតែជាក់ស្ដែងវិញគឺថាណែមិនធម្មតាទេយូរម៉ោងខ្លាំងសាហាវចង់និយាយអញ្ចឹងថតរាប់ម៉ោងដល់តែផុស1នាទី2នាទីអីអញ្ចឹងទៅចាខ្ញុំនេះឡើងផងជំតិតផងជំតងផងតម្រាំបានដើមគ្រីស្មាស់មួយនេះហើយអត់ទាន់រួចរាល់បងប្អូនគឺធ្វើបានថា80%ព្រោះ20%ទេព្រោះយើងត្រូវទិញកាដូយកមកដាក់ក្រុមដើមគ្រីស្មាស់ចែកឲ្យកូនចៅម្នាក់មួយអញ្ចឹងទៅហើយក៏ទៅនេះអត់ដឹងថាកូនចៅណាមានកាដូអីមេខ្លះទេហើយមេនេះខំរៀបរាប់នេះផ្លែឈើដល់ហើយចាំមើលកូននឹងឃើញវីដេអូនឹងហើយចាំមើលអ្នកណាគេបានទិញកាដូអីមេខ្លះនឹងព្រោះអីមេបានត្រៀមកាដូឲ្យកូនចៅរួយនៅតែកូនចៅទេមិនដែលដឹងថាទិញឲ្យមេឬអត់ទេចាំមើលចិត្តសទ្ធាកូនណាខ្លះទិញកាដូអីមេខ្លះទេនេះរៀបរាប់ផ្លែឈើហ្នឹងហើយកុំឲ្យថាគ្រីស្មាស់ហើយចិត្តដល់ថ្ងៃអីមកដាក់រៀបចំនេះមានតាំងពីអីរៀបរាប់អូយ៉ាងស្អីខ្លះទេនិយាយមែនខំតែកូនចៅឃើញវីដេអូនេះហើយចាស់ត្រៀមកាដូឲ្យមេផងកូនចាមិនថាទូចមិនថាធំទេទុកជាកាដូអនុស្សាវរីយ៍ឲ្យមេអញ្ចឹងណាព្រោះថាអ្នកមេនេះចាកំពុងតែរៀបដើមគ្រីស្មាស់ឲ្យទៅរកកាដូដាក់អីនៅក្នុងឲ្យកូនទៀតឲ្យកូនចាសប្បាយរីករាយជាមួយនឹងបនសក្តីចាស្រឡាញ់បនគ្រីស្មាស់អីចឹងណានិយាយតែនេះគឺចិត្តយើងទាំងអស់គ្នាទេចង់លេងចង់សប្បាយអីទៅយើងរៀបចំផ្ទះឲ្យស្អាតបានចឹងទៅខ្ញុំបានរៀបចំកន្លែងនេះគឺ store ថ្មីអញ្ចឹងហើយអត់ទាន់បានរៀប store ថ្មីឡើងគិតថានឹងត្រៀមឡើងទៅចិនហើយអញ្ចឹងក៏រៀបដើមគ្រីស្មាស់មានរៀបចំផ្ទះសប្បាយឲ្យស្អាតបាតសិនពួកឲ្យចិត្តចូលឆ្នាំចិនដែរអញ្ចឹងណាហើយតលៀមត្រឡប់ខ្ញុំចូលចិត្តជាងគេគឺចូលឆ្នាំចិនខ្ញុំចូលចិត្តតុបតែងផ្ទះបែបស្អាតជូតអីចឹងទៅហើយលើកនេះគឺខ្ញុំរៀបចំដើមគ្រីស្មាស់រាល់ដងខ្ញុំមិនដែលរៀបទេបងប្អូនអញ្ចឹងសារនេះគឺខ្ញុំរៀបតែម្ដងទុកឲ្យក្មេងៗខ្ញុំគាត់ថតលេងអីអញ្ចឹងទៅទៅហើកន្លែងអស់ហើយរៀបចំផ្ទះឲ្យវាស្អាតបាតតែហ្មងតានិយាយមែនណាបងប្អូនខាតលើកនេះលក់អីវ៉ាន់ថៃឡៃឡុងគឺថាខាតដល់កំពូលខ្ជិលនិយាយតែម្ដងអញ្ចឹងហើយចេញពីកន្លែងខាតមកធ្វើខ្លួនឯងសុវត្ថិចិត្តតិចគឺរៀបចំផ្ទះឲ្យស្អាតឲ្យលក្ខណៈថាមានសេរីសួស្ដីអញ្ចឹងណាហើយចាំតែយើងរៀបចំហើយគឺយើងចារៀបចំចាលក់ដូរវិញរៀបចំជាមួយនឹង store ថ្មីចា business ថ្មីអញ្ចឹងហើយគឺយើងរៀបចំឲ្យវាស្អាតបាតតែហ្មងទៅអញ្ចឹងមានអីមានកម្មវិធីដើមគ្រីស្មាស់រៀបចំកាដូឲ្យកូនចៅតិចតួចអញ្ចឹងទៅកុំឲ្យថាអើគ្រីស្មាស់មេឆ្នាំហ្នឹងម្ដងអត់មានអីច្រើននេះតិចតួចតែឆ្នាំនេះគឺមានដើមគ្រីស្មាស់ម្ដងគឺមានកាដូឲ្យដល់ប៉ុន្តែតិចតួចអញ្ចឹងទៅតែឆ្នាំនេះគឺមានកាដូឲ្យកូនគ្រប់គ្នាវីដេអូមានតែប៉ុណ្្នឹងបាយ